អូខេសូមអនុញ្ញាតគ្រប់ទៅដល់បងប្អូនទាំងអស់គ្នាដែលជាសិស្សដែលត្រៀមប្រឡងថ្នាក់ទី12ឬក៏ប្រឡងបាក់ឌុបឆ្នាំ2025ខាងមុខនេះតើឥឡូវយើងវិលមកកាន់វិញ្ញាសាថ្មីរបស់យើងទៀតហើយជាវិញ្ញាសាផែនដីវិទ្យាត្រៀមប្រឡងបាក់ឌុបហ្នឹងហើយក៏ជាកម្រងសំណួរពិសេសៗផងដែរសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាតើឥឡូវយើងមកមើលនៅសំណួរនិងចម្លើយទាំងអស់គ្នាចូលមកកាន់សំណួរទី1ចូលរៀបរាប់ពីតួនាទីនៃវិស័យទេសចរនៅក្នុងសេដ្ឋកិច្ចកម្ពុជាអញ្ចឹងកន្លែងនេះគេសួរពីតួនាទីនៃវិស័យទេសចរអញ្ចឹងយើងធ្វើការឆ្លើយមកតួនាទីនៃវិស័យទេសចរនៅក្នុងសេដ្ឋកិច្ចកម្ពុជាទៅឆ្នាំ2008វិស័យទេសចរកម្ពុជាបាននាំមកនូវចំណូលប្រមាណ$1595អ្នកគ្នាសេតាមខ្ញុំមកអ្នកគ្នាមិនអាចមើលតាមខ្ញុំក៏បានឬក៏ជាសិភៅទុកជាសំណួរកម្រងសំណួរទុកក៏បានដែររួមចំណែកកសាងសេដ្ឋកិច្ចសង្គមបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជួយបង្កើនប្រាក់ចំណូលថវិកាជាតិជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនទីមួយបន្តទៀតជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចំណូលពីវិស័យនេះត្រូវបានបញ្ចូលទៅក្នុងអូខេច្រឡំទៅខាងក្រោយវិញចរន្តសេដ្ឋកិច្ចជាតិភ្លាមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុបធ្វើឲ្យមានលំនឹងជញ្ជីងពាណិជ្ជកម្មជួយជំរុញវិស័យផ្សេងទៀតដូចឲ្យផ្សេងទៀតឲ្យមានសន្ទុះរីកចម្រើនយើងចូលមកកាន់សំណួរទី2សកម្មភាពទេសចរនៅក្នុងស្រុកមានការរីកចម្រើនគួរកត់សម្គាល់ចូលពន្យល់ពីបាតុភូតនៃការរីកចម្រើននេះនេះគឺការឆ្លើយទាំងអស់គ្នាសកម្មភាពទេសចរក្នុងស្រុកមានការរីកចម្រើនគួរកត់សម្គាល់ព្រោះការរីកចម្រើនផ្នែកមធ្យោបាយដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាជនការរីកចម្រើនផ្នែកកម្សាន្តសប្បាយកម្រិតលូតលាស់ខាងការយល់ដឹងរបស់ប្រជាជនអំពីសុខភាពក្នុងការរស់នៅភាពសម្បូរបែបនៃរមណីយដ្ឋានទេសចរដែលមានកន្លែងជាច្រើនសម្រាប់ទស្សនាកម្សាន្តមានស្ថិរភាពនយោបាយនិងសន្តិសុខល្អមានការរក្សាសណ្ដាប់ធ្នាប់អនាម័យនិងសេវាកម្មល្អរួមទាំងមានការបង្កើតនៅឡើងនៅចលនាផ្សព្វផ្សាយកម្ពុជាទៅជាណាចក្រអង្គរនិងចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អតើបម្លាស់លំនៅនៅក្នុងស្រុកនៅកម្ពុជាមានប្រមាណរូបភាពអានេះគេសួរជាលក្ខណៈថារូបភាពអញ្ចឹងយើងគឺការឆ្លើយមកឲ្យយើងតើរូបភាពមួយណាមួយដែលមានទំហំធំជាងគេហេតុអ្វីអូខេយើងមកមើលចម្លើយទាំងអស់គ្នាបម្លាស់លំនៅក្នុងស្រុកនៅកម្ពុជាដាក់បម្លាស់នៅកម្ពុជាក៏បានមិនស្រុកក៏បានអ្នកគ្នាប៉ុន្តែសំណួរអាចនឹងប្រឡប់បន្តិចបន្តួចហ្នឹងហើយការប្រឡងបម្លាស់នៅក្នុងស្រុកនៅកម្ពុជាមាន4រូបភាពបម្លាស់នៅពីជនបទទៅជនបទបម្លាស់លំនៅពីជនបទទៅទីក្រុងបម្លាស់លំនៅពីទីក្រុងទៅទីក្រុងបម្លាស់លំនៅពីទីក្រុងទៅជនបទអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមើលចាំផងបម្លាស់លំនៅអ្នកគ្នាបម្លាស់លំនៅគឺគ្រាន់តែកន្លែងពាក្យបន្តិចតួចទេពីលំជនបទទីក្រុងទីក្រុងជនបទអញ្ចឹងត្រឡប់គ្នាទៅវិញទៅមករូបភាពដែលមានទំហំធំជាងគេគឺពីជនបទទៅជនបទព្រោះប្រជាជនកម្ពុជាភាគច្រើនលើសលប់ជាកសិករដែលផ្លាស់លំនៅនៅក្នុងបំណងទៅរកទីតាំងធ្វើកសិកម្មលើផ្ទៃដីធំទូលាយជាងមុនហ្នឹងហើយអូខេចូលមកកាន់សំណួរទី4តើប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះតាមរយៈយន្តការនិងចលនាភូមិមួយផលិតផលមួយចូលពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់យន្តការភូមិមួយផលិតផលមួយកន្លែងហ្នឹងតកតងដល់កន្លែងដែលយើងឆ្លើយនៅក្នុងផលប្រយោជន៍នៃវិស័យទេសចរអូខេយើងធ្វើការឆ្លើយប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីយន្តការភូមិមួយផលិតផលមួយដូចជាធ្វើឲ្យចលនាផលិតផលវិស័យកសិកម្មក្នុងតំបន់ផលគ្មានការប្រើជាតិគីមីផលិតផលអាចផ្គត់ផ្គង់ដល់ឧស្សាហកម្មទេសចរ
ផលិតផលអាចផ្គត់ផ្គង់ដល់ឧស្សាហកម្មទេសចរណ៍ទទួលផលដោយប្រយោលពីវិស័យទេសចរណ៍ប្រយោលអ្នកគ្នាប្រយោលទេមិនបានតែផ្ទាល់ទេគឺដោយប្រយោលមានតែពីចម្ងាយផលិតផលសិប្បកម្មជាច្រើនចាប់ផ្ដើមមានការវេចខ្ចប់បានល្អស្រស់ស្អាតការផលិតចាប់ផ្ដើមគិតគូរពីគុណភាពសោភ័ណភាពអនាម័យផ្សព្វផ្សាយទីផ្សារមានអតិថិជនស្គាល់ច្រើនប្រជាជនមូលដ្ឋានមានការងារធ្វើជាប្រចាំកាត់បន្ថយចំណាកស្រុកកាត់បន្ថយលំហូរចូលនៃទំនិញបរទេសដែលបន្លែផ្លែឈើត្រីសាច់នានាហ្នឹងហើយកន្លែងនេះក៏ចំជាអ្នកគ្នាដែរគឺបន្លែត្រីសាច់អីគឺយើងមើលឃើញសពថ្ងៃហើយគឺបាននាំចូលពីប្រទេសជិតខាងដូចជាប្រទេសវៀតណាមប្រទេសថៃអីហ្នឹងសម្រាប់សម្ភារៈប្រើប្រាស់ផ្សេងហ្នឹងហើយយើងចូលសំណួរបន្ទាប់មកកន្លែងនេះទៀតនៅតបន្តិចភូមិឃុំមានកេរ្តិ៍ឈ្មោះល្បីមានកិត្តិយសដោយសារភាពល្បីល្បាញនៃផលិតផលប្រចាំតំបន់ហ្នឹងហើយដើម្បីដែលមានតំបន់មួយឬក៏ខេត្តមួយផលិតរបស់អ្វីទៅបានដោយខ្លួនឯងអញ្ចឹងខេត្តនោះនឹងល្បីហើយនឹងមានគេឈ្មោះល្បីល្បាញមានគេស្គាល់ច្រើនហ្នឹងហើយយើងចូលមកកាន់សំណួរទី5ពន្យល់ប្រជាជនសកម្មភាពលើវិស័យសេដ្ឋកិច្ចប្រជាជនសកម្មវិស័យសេដ្ឋកិច្ចគឺជាបុរសស្ត្រីដែលធ្វើការលើវិស័យទាំង3ដែលមានអាយុចាប់ពីអូខេ17ឆ្នាំប៉ុន្តែខ្ញុំសរសេរ7ឆ្នាំ7ឆ្នាំឡើងទៅអូខេវិស័យកសិកម្មមានចំនួនច្រើនជាងគេ 70% ឆ្នាំ2008វិស័យសេវាកម្មមានចំនួនច្រើនបន្ទាប់ 19% ឆ្នាំ2008វិស័យឧស្សាហកម្មមានចំនួនតិចជាងគេគឺ 8% ឆ្នាំ2008ហ្នឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចចុច like និង share ម្នាក់មួយដើម្បីទទួលបាននូវវិញ្ញាសាថ្មីៗ